ប៉ះឥឡូវនេះយូរមកដែរហើយឥឡូវខ្ញុំសូមចែករំលែកបន្តិចមានអ្នកសួរមកខ្ញុំនិយាយត្រង់ខ្ញុំមិនចង់ចូលរួមមតិប្រមាណទេក៏ប៉ុន្តែដោយសារមានអ្នកសួរមកខ្ញុំច្រើនតាក់ទងជាមួយនឹងករណីលោកសយសុភាពបាទអញ្ចឹងខ្ញុំសូមចូលរួមមតិខ្លះបើសិនជាប្រិមិត្តយល់ស្របឬក៏មិនយល់ស្របយ៉ាងម៉េចបាទសូមទទួលស្ដាប់ពីព្រោះវាជាជ្រុងមួយដែលខ្ញុំសូមចែករំលែកបាទបើជាប្រិមិត្តបានដឹងឮឲ្យប្រមាណរយៈពេលប្រមាណហ្នឹងតាក់ទងជាមួយនឹងលោកសយសុភាពដោយត្រង់ទៅគាត់ជាមិត្តភ័ក្តិតាំងពីកុមាររបស់ខ្ញុំណារៀនតាំងពី high school រៀនអីជាមួយគ្នាហើយគាត់មកអាមេរិកហ្នឹងមិនទាន់បាននិយាយគ្នានិយាយរួមមិនទាន់បាននិយាយទូរស័ព្ទគាត់រវល់ខ្ញុំទូរស័ព្ទទៅប្រហែលដងទៅមិនបានជួបគាត់ប៉ុន្តែនិយាយប្រហែលម៉ាត់ចឹងដាច់ទៅវិញបាទថាសង្ឃឹមតែជួបគ្នានឹងមិនបានជួបផងឥឡូវគាត់ត្រឡប់ទៅកម្ពុជាវិញបាទហើយអញ្ចឹងទៅខ្ញុំមានអ្នកសួរសំណួរខ្ញុំផងបាទខ្ញុំសូមចូលរួមចំណែកជាមតិពីខាងខ្ញុំទៅវិញបាទដូចដែលខ្ញុំធ្លាប់អំពាវនាវឲ្យអំពាវនាវទៀតឲ្យមានការគិតពិចារណាពេលដែលយើងប្រើប្រាស់បណ្ដាញសង្គមក្នុងពេលកន្លងមកប្រិមិត្តដែលចូលដឹងគឺខ្ញុំតែងតែលើកទឹកចិត្តឲ្យយើងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវបាទកុំឲ្យធ្វើរឿងអ្វីហួសពីអ្វីដែលយើងមានសិទ្ធិដែលយើងមានហ្នឹងបាទក៏ប៉ុន្តែខ្ញុំមិនសូមនិយាយក្នុងនាមជាមិត្តភក្តិដែលខ្ញុំនិយាយពីជ្រុងនៃអ្នកសារព័ត៌មានវិញបាទឥឡូវនេះដំណើររឿងគឺតាមដឹងហ្នឹងគឺលោកសយសុភាពបាទលោកអញ្ជើញទៅខ្មែរវិញបាទដោយខ្ញុំថាជួបគាត់ថ្ងៃ15ប៉ុន្តែមុនថ្ងៃ15ប៉ុន្តែឥឡូវទៅមុនអញ្ចឹងទៅខ្ញុំភ្ញាក់ផ្អើលដែរយប់វិញទេទៅគាត់ថាគាត់ទៅវិញបាទអញ្ចឹងខ្ញុំផ្ដល់ការសង្កេត3-4ចំណុចដែរណាដើម្បីឲ្យជាចំណេះដឹងដល់ប្រិមិត្តមួយចំនួនហើយទទួលយកបានក៏ទទួលមិនទទួលយកបានក៏មិនអីដែរខ្ញុំថាទី1មកចំណុចទី1អ្វីដែលកើតឡើងចំពោះលោកសយសុភាពនេះបើទោះបីជាគាត់អញ្ជើញមកសហរដ្ឋអាមេរិកជាដំណើរមកកំសាន្តឯកជនក៏ដោយក៏ប៉ុន្តែវាជាលទ្ធផលដែលចេញមកពីការងាររបស់គាត់ជាអ្នកសារព័ត៌មានគាត់មិនបានមកសហរដ្ឋអាមេរិកប៉ះពាល់អ្នកណាអ្នកណីទៅជិះរថយន្តបុកគេបុកឲ្យទៅជាមានរឿងនោះទេគឺជារឿងបន្តពីការងាររបស់គាត់ជាអ្នកសារព័ត៌មានបាទអញ្ចឹងគឺហើយគាត់ជាប្រធានសមាគមអ្នកសារព័ត៌មានខ្មែរនិងចិនទៀតបាទអញ្ចឹងដូច្នេះដំណើររឿងបើសិនជាខ្ញុំអាចនិយាយដោយខ្លីយើងអាចនិយាយថាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិនបានបញ្ចប់ដំណើរកំសាន្តនៅសហរដ្ឋអាមេរិកយ៉ាងប្រញាប់ប្រញាល់ក្រោយពីបារម្ភអំពីសុវត្ថិភាពរបស់គាត់បាទអញ្ចឹងដូច្នេះយើងត្រូវចែកឲ្យច្បាស់បាទគាត់មកនេះមិនមែនទោះបីជាគាត់មកឯកជនមែនប៉ុន្តែរឿងរ៉ាវកើតឡើងដោយសារពាក់ព័ន្ធជាមួយនឹងការផ្សាយរបស់គាត់ក្នុងនាមជាអ្នកសារព័ត៌មានបាទអញ្ចឹងនេះការវាយប្រហារណាក៏ដោយនិយាយអីក៏ដោយប៉ះគាត់គឺប៉ះពាល់ទៅលើអ្វីដែលគាត់ធ្វើក្នុងពេលកន្លងមកក្នុងនាមជាអ្នកសារព័ត៌មានហើយក្នុងពេលកន្លងមកអ្នកសារព័ត៌មានជាច្រើនបាទជាពិសេសនៅអ្នកសារព័ត៌មាននៅក្រោមរបបដែលមានការកាន់អំណាចផ្ដាច់ការគឺរងការវាយប្រហារបាទពីអ្នកមានអំណាចហ្នឹងបាទរដ្ឋបិទពីអ្នកមានអំណាចអញ្ចឹងពេលដែលរងការវាយប្រហារមិនមែនពេលគាត់កំពុងតែកាន់មីក្រូហ្វូនឬក៏កំពុងអង្គុយក្នុងស៊ូឌីយ៉ូទេគឺភាគច្រើនគេវាយប្រហាររបស់គាត់ហ្នឹងគឺនៅពេលដែលគាត់សម្រាប់ការងារនឹងឯងដែលជាដំណើរឯកជនរបស់គាត់ទៅណាហ្នឹងគឺក៏មានរឿងរ៉ាវកើតឡើងអញ្ចឹងសម្រាប់ខ្ញុំចំណុចទី1គឺអ្វីដែលកើតឡើងនេះគឺពាក់ព័ន្ធជាមួយនឹងការងាររបស់គាត់ជាអ្នកសារព័ត៌មានក្នុងពេលកន្លងមកតាក់ទងជាមួយនឹងការផ្សាយរបស់គាត់ក្នុងពេលកន្លងមកដែលមានអ្នកពេញចិត្តប្រហែលជាមានអ្នកមិនពេញចិត្តច្រើនបាទទៅរឿងអញ្ចឹងណាអញ្ចឹងដូច្នេះត្រូវចាំឲ្យច្បាស់ថាគឺជាលទ្ធផលនៃការអនុវត្តសេរីភាពនៃសារព័ត៌មានរបស់គាត់បាទទោះបីជាគាត់ងាកទៅខាងណាក៏ប៉ុន្តែគាត់នៅតែជាអ្នកសារព័ត៌មានដោយសូម្បីតែនៅសហរដ្ឋអាមេរិក Fox News Wall Street Journal ងាកទៅខាងគណៈបក្សសាធារណរដ្ឋហ្នឹងទៅ CNN អីMSNBC ហ្នឹង
ងាកមកខាងគណៈបកប្រជាធិបតេយ្យយ៉ាងទៅបាទទោះបីជាងាកទៅខាងណាអ្នកទាំងនោះនៅតែជាអ្នកសារព័ត៌មានដដែលអ្វីដែលកើតឡើងចំពោះពួកគាត់នោះគឺជាការវាយប្រហារទៅលើការអនុវត្តការងារសារព័ត៌មានរបស់គាត់ហ្នឹងបាទនេះជាចំណុចទី1រីឯចំណុចទី2វិញគឺនិយាយត្រង់ខ្ញុំអត់ចម្លែកទេហើយគួរតែកើតឡើងគឺអង្គការសិទ្ធិមនុស្សបាទ Human Rights Watch ឬក៏ IFJ ដែលជាអង្គការការពារអ្នកសារព័ត៌មានឬក៏សមាគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបើសិនជាពេលដែលគាត់ចេញលិខិតមួយថ្កោលទោសអ្វីដែលកើតឡើងចំពោះលោកសយសុភាពខ្ញុំមិនចម្លែកទេពីព្រោះអីវាស្របទៅនឹងអ្វីដែលខ្ញុំបានបង្ហាញទី1ហ្នឹងគឺជាការវាយប្រហារមកលើអ្នកសារព័ត៌មានមួយរូបបាទបើទោះបីជាយ៉ាងណាក៏ដោយអានឹងគេអាចបានជារបាយការណ៍គេអាចនិយាយបានថាអ្នកសារព័ត៌មានដែលគ្រប់គ្រងរដ្ឋាភិបាលក្តីក៏រងការវាយប្រហារដែរបាទក៏រងការវាយប្រហារដែរដូច្នេះអាចនឹងឲ្យខាងអង្គការអន្តរជាតិហ្នឹងគាត់នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសឬក៏សុំកុំឲ្យមានការធ្វើទង្វើទៅលើអ្នកសារព័ត៌មានអញ្ចឹងទៀតក៏មានដែរដូច្នេះខ្ញុំមិនដឹងទេមិនដឹងទេថាខាងភាគីណាមួយនឹងរាយការណ៍ទៅខាងអ្នកសារព័ត៌មាន IFJ ឬក៏ Reporters Sans Frontières អ្នកសារព័ត៌មានគ្មានព្រំដែនឬក៏ Human Rights Watch អីខ្ញុំមិនដឹងទេថាតើគាត់មានអ្នករាយការណ៍ទៅអញ្ចឹងខ្ញុំមិនដឹងទេប៉ុន្តែបើសិនជាស្រាប់តែថ្ងៃណាមួយមានអង្គការណាមួយចេញលិខិតអំពាវនាវកុំឲ្យយាយីរំខានអ្នកសារព័ត៌មានអានឹងខ្ញុំមិនចម្លែកទេពីព្រោះអីសម្រាប់ខ្ញុំវាចូលទៅក្នុងកម្រិតមួយនៃការតាមយាយីធ្វើបាបអ្នកសារព័ត៌មានហើយដែលមិនត្រឹមតែធ្វើដោយអ្នកដែលមានអំណាចទេសូម្បីតែអ្នកដែលមិនមានអំណាចក៏អាចនឹងកាត់ឡើងបានដែរប៉ុន្តែតើអ្នកដែលវាប្រហារគាត់នឹងជាអ្នកដែលមានរចនាសម្ព័ន្ធពីអ្នកដែលអង្គការចាត់តាំងត្រឹមត្រូវយ៉ាងណាខ្ញុំក៏អត់ដឹងដែរណាបាទបើតាមការនិយាយហ្នឹងគឺវាមានលក្ខណៈផ្សេងបាទមានលក្ខណៈផ្សេងអញ្ចឹងគាត់ថាចំណុចទី2គឺបើសិនជាមានការថ្លែងការណ៍បែបនេះគឺជារឿងមួយដែលអាចនឹងមានក៏ខ្ញុំមិនភ្ញាក់ផ្អើលដែរពីព្រោះអីសម្រាប់ខ្ញុំវាអាចចូលដល់ចំណុចទី3ពីព្រោះខ្ញុំធ្លាប់ឃើញថារឿងនេះមិនមែនជាដំណើរការលើកទី1ទេបាទទូយ៉ាងដូចខ្ញុំខ្លួនឯងផ្ទាល់ក៏បានចូលរួមជួយអន្តរាគមន៍ដែរក្នុងពេលកន្លងមកមានលោកតាំងសារដាហ្នឹងក៏ធ្លាប់បានរងការពីប្រហារតាមពាក្យសម្ដីកាយវិការរហូតដល់មានការព្រមានពេលដែលគាត់ទៅយកព័ត៌មានពីអ្នកដែលធ្វើបាតកម្មនៅខាងក្រៅប្រទេសនេះបាទបើតាមខ្ញុំដឹងគឺមាន2ដងបាទមាន2ដងលើកទី1នោះខ្ញុំស្គាល់អ្នកដែលនិយាយពាក្យសម្ដីមិនគួរសមហ្នឹងចំពោះអ្នកសារព័ត៌មានហ្នឹងខ្ញុំក៏អន្តរាគមន៍ដោយទៅនិយាយដោយផ្ទាល់ប្រាប់អ្នកហ្នឹងថាកុំធ្វើអញ្ចឹងឯគ្នាអ្នកសារព័ត៌មានទោះបីជាគាត់រាយការណ៍យ៉ាងម៉េចមិនល្អមិនអីនៅស្ងៀមទៅយើងឆ្លើយជាមួយគាត់ទៅកុំអញ្ចឹងរឿងហ្នឹងក៏រសាយបាត់ទៅប៉ុន្តែក្រោយមកឮសូរថាមានហេតុការណ៍ស្តៀងគ្នាហ្នឹងកើតឡើងលើកទី2រហូតដល់មានការគម្រាមកំហែងចង់វាប្រហារទៅលើរាងកាយគាត់ទៀតអញ្ចឹងទៅបាទដែលសម្រាប់ខ្ញុំបែបជារឿងមួយគួរឲ្យសោកស្ដាយណាដែលរឿងបែបនេះកើតឡើងទៅលើអ្នកសារព័ត៌មានបាទខ្ញុំនិយាយទៅលើករណីលោកតាំងសាដាណាបាទរីឯចំណុចមួយទៀតបាទចំណុចមួយទៀតគឺបាទរឿងរ៉ាវដែលកើតឡើងបាទរឿងរ៉ាវដែលកើតឡើងវាពាក់ព័ន្ធជាមួយនឹងការបកស្រាយខុសឬក៏យ៉ាងម៉េចបាទឧទាហរណ៍មានឮសូរថាមានការនិយាយគ្នាប្តឹងផ្ដាល់គ្នាឆ្លងគម្រាមកំហែងឆ្លងដែនយ៉ាងម៉េចខ្ញុំមិនយល់ស្អីរឿងហ្នឹងដែរណាប៉ុន្តែយើងត្រូវចែកឲ្យច្បាស់ជាងពលរដ្ឋណាក៏ដោយពលរដ្ឋខ្មែរអាមេរិកក៏ដោយបើខ្ញុំទៅប្រទេសកម្ពុជាកាតព្វកិច្ចរបស់ខ្ញុំទៅរាយការណ៍ប្រាប់ទូតបាទរាយការណ៍ប្រាប់ទូតថាខ្ញុំមកដល់ប្រទេសកម្ពុជាហើយពេលណាដែលខ្ញុំជួបរឿងតុកស៊ីកក៏ដោយគេគំរាមកំហែងខ្ញុំក៏ដោយស្អីក៏ដោយរឿងគ្រោះថ្នាក់អីក៏ដោយខ្ញុំត្រូវតែរាយការណ៍ទៅស្ថានទូតហើយអញ្ចឹងវាជាការប្រើប្រាស់ពាក្យពេចន៍មិនត្រូវយ៉ាងម៉េចពីព្រោះ
ខ្ញុំលឺសូគេថាលោកសយសុភាពគាត់ប្តឹងទៅទូតពាក្យថាប្តឹងហ្នឹងមិនមែនជារឿងប្តឹងទៅតុលាការប្តឹងទៅប៉ូលីសពាក្យប្តឹងទៅទូតគឺបានតែរាយការណ៍ទៅស្ថានទូតឲ្យដឹងអំពីស្ថានភាពរបស់គាត់ហ្នឹងដូច្នេះស្ថានទូតហ្នឹងមានកាតព្វកិច្ចនៅក្នុងការផ្ដល់ការគ្រប់គ្រងទៅដល់ពលរដ្ឋរបស់ខ្លួនក្នុងការពេលដែលកំពុងតែស្នាក់នៅប្រទេសនោះបាទអញ្ចឹងឬថាចំណាត់ការស្ថានទូតគេធ្វើយ៉ាងម៉េចគេប្តឹងទៅអាជ្ញាធរប៉ូលីសឲ្យមានការការពារយ៉ាងម៉េចទៀតអានឹងរឿងរបស់ខាងស្ថានទូតឬក៏ស្ថានទូតគេថាឲ្យធ្វើចេញមិនកុំឲ្យនៅនឹងរឿងជាការសម្ដែងរបស់ស្ថានទូតបាទអញ្ចឹងខ្ញុំឃើញខ្ញុំដោយតខ្ញុំឃើញគាត់សរសេរពាក្យថាគាត់ប្តឹងទៅស្ថានទូតសម្រាប់ខ្ញុំថាគាត់សរសេរនឹងខុសបន្តិចគឺពាក្យប្តឹងនោះគឺវាធ្ងន់ព្រោះខ្មែរយើងប្រើពាក្យប្តឹងមួយម៉ាត់នោះដូចជាស្រាលបាទស្រាលឧទាហរណ៍បងឯងតែហ៊ានតែទៅលួចលេងហ្គេមខ្ញុំប្តឹងម៉ាក់ណាបាទការពិតប្រាប់ម៉ាក់រាយការណ៍ប្រាប់ម៉ាក់បាទហើយក្នុងពលរដ្ឋមួយទៅប្រទេសមួយទៀតគឺគាត់ត្រូវតែជូនដំណឹងឬក៏រាយការណ៍ទៅស្ថានទូតអំពីរឿងអ្វីដែលកើតឡើងហ្នឹងមិនមែនជាការប្តឹងទេប្តឹងគឺទៅតុលាការទៅប៉ូលីសដែលមានអាជ្ញាហ្នឹងគេបានហៅប្តឹងបាទហ្នឹងជារឿងមួយដែលកើតឡើងហ្នឹងហើយលឺសូថាមានការនិយាយគម្រាមកំហែងគ្នាឥឡូវនេះពីរនាក់ហ្នឹងម្នាក់ទៀមទាដេកកដាលគឺម្នាក់ណាជាជនរងគ្រោះប៉ុន្តែគ្រាន់តែខ្ញុំគាត់ចង់រំលឹកឲ្យបន្តិចគឺនិយាយដល់ត្រង់ខ្ញុំពងនិយាយបដាខ្ញុំមានអារម្មណ៍អៀនខ្មាស់បដាបាទខ្ញុំមានអារម្មណ៍អៀនខ្មាស់បដាដែលខ្ញុំបានអំពាវនាវតាំងពីដើមមកឲ្យថាកុំឲ្យមានការប្រើប្រាស់បណ្ដាញសង្គមអីរហូតដល់ធ្វើឲ្យខ្មាស់អៀនដល់សហគមន៍យើងអីចឹងណាបាទប៉ុន្តែឥឡូវវាហួសពីរឿងការបញ្ចេញមតិវាទៅជារឿងមួយធ្លីចេញរឿងធំទៅហើយប៉ុន្តែគាត់ចង់រំលឹកថាក្នុងករណីមួយបើកាលណាយើងនៅតែជាការនិយាយសម្ដែងមតិអីទេនៅសហរដ្ឋអាមេរិកគេធានាឲ្យទេគេធានាឲ្យទេសិទ្ធិសេរីភាពនៃការបញ្ចេញមតិចង់និយាយអីមិនក៏ដោយប៉ុន្តែគាត់ថាកុំជ្រុលពេករហូតដល់គម្រាមសម្លាប់អីដូចមានការគម្រាមបាញ់សម្លាប់អីនឹងរឿងធ្ងន់ណាស់ហ្នឹងណាតែរឿងមួយនោះទៀតអាចនឹងមានរឿងទោសដល់ខ្លួនដែរគឺទៅជាវាគេថាបង្កើនពីទំនាស់ផ្ទាល់មាត់ទៅជារឿងហិង្សារាងកាយឧទាហរណ៍ដល់បើសិនជាគេទៅនៅកន្លែងហ្នឹងហើយយើងទៅដល់ក្រោយគេហើយយើងនិយាយអីហើយគេកិច្ចផុតបាត់អាហ្នឹងគេអាចថាគេកិច្ចបើកុំតែគេកិច្ចផ្ទាល់កុំឲ្យគេមានគ្រោះថ្នាក់មានគេអាចនិយាយចឹងដូច្នេះធ្វើយ៉ាងណាក៏ដោយយើងកុំឲ្យមានទៅដល់ថ្នាក់ហិង្សាទៅរាងកាយអានឹងគឺអាចទៅចូលបទល្មើសព្រំផ្ទាល់ហើយអញ្ចឹងណាបាទអានឹងរឿងដែលខ្ញុំគាត់ចង់ឲ្យយោបល់ថាមិនគួរណាធ្វើដល់ប៉ុណ្្នឹងទេបាទហើយមួយទៀតហ្នឹងគឺដោយដែលខ្ញុំបាននិយាយតាំងពីដើមមកគឺខ្ញុំក៏មានបំណងជួបគាត់ដែរប៉ុន្តែមិនបានជួបហើយមិនបាននិយាយគ្នាអញ្ចឹងបើសិនជាគាត់មកដល់អាមេរិកទៅហើយបាទរឿងគាត់ជួបអ្នកណាជាសេរីភាពរបស់គាត់ទៅបាទរឿងអ្នកណាតាក់ទងអាម៉េចរឿងរបស់គាត់ទៅបាទយើងមិនទៅចាប់ទៅអូដំណើររហូតដល់អ្នកនេះជួបគាត់ជាកិញ្ញជាចារកម្មអីហ្នឹងវាធ្ងន់ពេកដោយដែលខ្ញុំធ្លាប់និយាយក្នុងពេលកន្លងមកអញ្ចឹងពេលដែលខ្ញុំចាស់សារនិយាយខ្ញុំថាមុននឹងចោតទេថាគេចារកម្មនេះចារកម្មនោះអ្នកចោតហ្នឹងតែយើងបានរៀនសាលាចារកម្មមួយណាបានយើងមើលដឹងថានេះជាចារបរោះអីហ្នឹងបាទបើកាលណាមិនដល់ហ្នឹងទេយើងកុំនិយាយដល់ប៉ុណ្្នឹងអីបាទវាធ្ងន់ធ្ងរពេកក្នុងការចោតនរណាម្នាក់ជាចារបរោះអ្នកនេះជាចារបរោះអ្នកនោះនឹងវាធ្ងន់ណាស់បាទធ្ងន់ណាស់វាបង្ហាញនៅការយល់ដឹងតិចតួចរបស់យើងទៅវិញទេបាទអញ្ចឹងគេចង់រាប់អានអ្នកណាឬរបស់គេទៅហើយសម្រាប់ខ្ញុំដោយផ្ទាល់តែម្ដងដូចខ្ញុំមិត្តភក្តិគាត់មែនប៉ុន្តែខ្ញុំ pro American ខ្ញុំមកខាងអាមេរិកចង់ឲ្យខ្មែរតាក់ទងខ្លាំងស្និទ្ធជាមួយអាមេរិកជាបេសកកម្មរបស់ខ្ញុំគាត់គ្រប់គ្រងចិនអានឹងរបស់គាត់បាទប៉ុន្តែពេលដែលគាត់មកដល់អាមេរិកហ្នឹងការពិតវាជាឱកាសសម្រាប់យើងទៅវិញទេបាទដែលខ្ញុំបើទៅជួបគាត់ហ្នឹងគឺខ្ញុំរំពន្យល់ពីសារៈសំខាន់ឲ្យថ្លឹងថ្លែងរវាងអាមេរិកអីនិងចិនហ្នឹងយ៉ាងម៉េចតើវាមានផលប្រយោជន៍យ៉ាងម៉េចការពិតយើងជាឱកាសមួយដែលយើងពន្យល់គាត់បាទខ្ញុំចង់ពន្យល់គាត់ដែរពេលដែលមកហ្នឹងឲ្យយល់ថាម៉េចដើម្បីឲ្យមានតុល្យភាពនៅក្នុងការរក្សាចំណងតាក់ទងរវាងកម្ពុជាជាមួយនឹងអាមេរិកកម្ពុជាជាមួយនឹងចិនហើយដោយដែលអត្ថបទដែលខ្ញុំបានចែករំលែកព្រឹកមិញហ្នឹងអញ្ចឹងគឺសូម្បីតែអ្នកស្រាវជ្រាវហ្នឹងក៏គាត់រកឃើញយ៉ាងដែរតាំងពីចំនួនសម្ដេចតាមកហើយខ្ញុំក៏ធ្លាប់បានជម្រាបជូនប្រិយមិត្តដែរគឺកម្ពុជាហ្នឹងគឺខិតខំខ្លាំងណាស់រវាងប្រទេសទាំងពីរហ្នឹងបាទយ៉ាងល្អប៉ុន្តែពេលខ្លះគោលនយោបាយរបស់អាមេរិកតឹងរឹងពេកវាអាចនឹងប៉ះពាល់ដែរ
ចឹងខ្ញុំមើលឃើញជាឱកាសទៅវិញទេបើសិនគាត់មកយើងបញ្យល់ឲ្យគាត់បញ្យល់បន្ថែមបានជួបប៉ុន្តែវិច័យដល់មិនបានជួបគ្នាឲ្យគាត់ទៅវិញទៅបាទអញ្ចឹងខ្ញុំចូលរួមមានតែប៉ុណ្្នឹងទេបាទចូលរួមមានប៉ុណ្្នឹងទេសង្ឃឹមថាប្រិមិត្តទទួលមិនឲ្យយល់ស្របជាមួយខ្ញុំទាំងសងទេគឺគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្្នឹងទេអ្វីនេះជាក្តីសង្ឃឹមដោយស្មោះត្រង់របស់ខ្ញុំមិនអ្វីដែលកើតឡើងជាមួយនឹងករណីលោកសោយសុភាពនេះគឺនឹងរកវិធីណាដែលអាចនឹងសម្របសម្រួលគ្នាបានដើម្បីបញ្ចប់រឿងនោះទៅបើសិនជារឿងហ្នឹងវាមិនឡើងកម្ដៅរហូតដល់រឿងករណីព្រំតននេះពីព្រោះឲ្យខ្មាស់គេខ្ញុំនិយាយខ្ញុំខ្មាស់គេដែលយើងឃើញសហគមន៍យើងនិយាយបែបនេះមកបាទយើងអត់ចង់ឲ្យកើតឡើងបែបហ្នឹងទេតែបើនិយាយមិនក៏ដោយចឹងបានខ្ញុំតែងតែនិយាយថាចង់យកคลิปខ្ញុំទៅជីខ្ញុំថាខ្ញុំមិនថាទៅខ្ញុំអត់បកកាន់អត់ខឹងឯងខ្ញុំចាត់ទុកថាជាសេរីភាពនៃការបញ្ចេញមតិបើអ្នកស្ដាប់ហ្នឹងគាត់ស្ដាប់អាហ្នឹងវាកម្រិតទៀបខ្ពស់ទៅតាមនឹងរបស់គាត់តែប៉ុន្តែឲ្យខ្ញុំទៅតបតហើយឬក៏មានអ្នកឃើញអាហ្នឹងហើយយកមកផ្ញើឲ្យខ្ញុំវិញហ្នឹងបើឃើញអាហ្នឹងហើយคลิปហ្នឹងផ្ញើឲ្យខ្ញុំវិញហើយខ្ញុំនៅអត់តាន unfriend ចោល block ចោលសំណាងថាចិត្តសំណាងរបៀបព្រោះអ្នកណាដែលយកមកឲ្យខ្ញុំមើលវិញហ្នឹងខ្ញុំមិនទាំងមើលហើយខ្ញុំថែមទាំង block អ្នកហ្នឹងចោលទៀតបើមិនជាផ្ញើតាម Facebook មកខ្ញុំអត់ទៅមើលទេខ្ញុំទុកឲ្យសេរីភាពហ្នឹងគាត់និយាយទៅបាទនិយាយទៅប៉ុន្តែពេលខ្លះមនុស្សវាមានទស្សនៈខុសគ្នាពេលខ្លះគាត់ហើយនឹងកម្រិតយល់ដឹងខុសគ្នាពេលខ្លះគាត់និយាយចេញមកលើកោកតែម្ដងបាទទម្រាំខ្ញុំបានប៉ុណ្ណេះដែលខ្ញុំអាចនិយាយរឿងតែមួយអាចនិយាយថ្លឹងបានប៉ុណ្ណេះបានខ្ញុំរៀនសូត្រច្រើនខ្ញុំសង្កេតមើលគេច្រើនខ្ញុំស្ដាប់គេច្រើនឲ្យគេចេះរឹកថ្លឹងថ្លែងយ៉ាងម៉េចច្រើនទម្រាំបានប៉ុណ្ណេះអ្នកខ្លះក៏អត់មានវាសនាដូចខ្ញុំដូច្នេះការសម្ដីរបស់គាត់ចេញមកប្រិមត្តអាចដឹងអញ្ចឹងពេលខ្លះខ្ញុំអត់ប្រកាន់គាត់ទេខ្ញុំបែរជាអាណិតរបស់គាត់ខ្ញុំសូមជូនប៉ុណ្ណឹងបាទសូមជូនប៉ុណ្ណឹងបាទលោកប៊ុនហៀងលោកប៊ុនហៀងចង់ក្រោយគាត់ថារឿងអ្នកសារព័ត៌មានលោកសោយសុភាពអាចនឹងឡើងកម្ដៅនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកជប់សូមសិទ្ធិចូលកោនឲ្យប៉ះពាល់ដល់កិត្តិយសជាតិយើងផងបាទនឹងខ្ញុំបារម្ភអញ្ចឹងហើយបាទខ្ញុំនិយាយទៀតតាំងពីដើមពីពួកខ្ញុំឃើញការបញ្ចេញមតិខ្លះគាត់បាទប្រិមត្តដឹងខ្លួនឯងខ្ញុំមិនបាច់និយាយទេណាបាទអញ្ចឹងបើសិនជាយើងអាចបន្ធូរបន្ថយបានបន្ធូរបន្ថយទៅបាទខ្ញុំនិយាយត្រង់មិនចង់ឲ្យកើតឡើងចំពោះសហគមន៍យើងទេបាទចឹងសូមអរគុណប្រិមត្តបាទសូមអរគុណសូមជម្រាបលា